ខ្ញុំមិនមែនយល់សប្តិគឺខ្ញុំឆ្លងភពត្រូវឲ្យអត់ធ្មត់ជាមួយ FC នៅទីនេះអ្នកត្រូវតែដោះស្រាយជាមួយចៅជានឹងយកនិមិត្តសញ្ញាឲ្យបានគ្រប់គ្រាន់និងពិន្ទុឲ្យគ្រប់គ្រាន់ទើបអាចត្រឡប់ទៅពិភពពិតវិញបានសូមជូនពរឲ្យអ្នកជួបតែសំណាងល្អអីអ្នកជាអ្នកណាគេពិតប្រាកដអ្នកកុំទៅណាខ្ញុំមិនចង់ធ្វើជាអ្នកអីនោះទេឲ្យខ្ញុំត្រឡប់ទៅវិញលុះចំណេញរួចហើយក៏សម្ដែងធ្វើជាឈួតទៅមិនមែនទេខ្ញុំថាបងធំតើអាចស្លៀកពាក់ឲ្យបានត្រឹមត្រូវសិនបានទេចាំនិយាយម្យ៉ាងវិញទៀតមិនទាន់ដឹងថាអ្នកណាបានចំណេញពីអ្នកណាផងអ្នកសរសេរសៀវភៅរបស់អ្នកដោយខ្លួនឯងទៅមានរឿងល្អបែបនេះដែរខ្ញុំមិនខ្វល់ថាអ្នកណាបញ្ជូនអ្នកមកទេទទួលយកខ្សែកនេះទៅរួចបិទមាត់ទៅអ្នកកុំបារម្ភខ្ញុំនឹងធ្វើតាមអីចឹងហើយ9197ពិតជាស្រីលោកលុនមែនសម្ដីរបស់លោកដែលថាខ្ញុំមិនចង់បានលុយទេខ្ញុំគ្រាន់តែចង់នៅក្បែរលោកគ្រប់ពេលគ្រប់ទីគ្រប់កន្លែងនេះទើបតែធ្វើឲ្យខ្ញុំលងលក់ដោយសារតែលុយទៅហើយបើពិតជាខ្ញុំដែលញីជាគេតើខ្ញុំនឹងធ្វើអ្វីខ្លះទើបត្រឡប់ទៅពិភពពិតវិញយ៉ាងម៉េចល្អបើអីចឹងក៏ហើយទៅគុំស្មានថាខ្ញុំមិនដឹងថានាងគិតអ្វីដែលគួរឲ្យធុញបំផុតគឺស្រីដូចនាងនេះហើយដែលចង់ប្រើល្បិចថោកទាបមកតាក់ចិត្តខ្ញុំល្បិចថោកទាបបើមិនមែនដើម្បីធ្វើបេសកកម្មទេអ្នកណាចង់នៅក្បែរលោកអ្វីទាំងអស់ដែលបានកើតឡើងកាលពីយប់មិញរួមទាំងប្រវត្តិរបស់ស្ត្រីម្នាក់នេះក៏មិនដឹងថាលុយដែលប្រមូលផ្ដុំគ្នានេះអាចប្រើបានឬអត់ដែរបើអាចប្រើបានខ្ញុំមានលុយច្រើនបែបនេះតើខ្ញុំនឹងនៅទីនេះឬប្រសិនបើក្នុងរយៈពេល3ខែអាចឆ្លងផុតការលេងភ្នែកភ្លើងបានទេផ្សេងប្រុសនឹងត្រូវបំផ្លាញចោលដោយប្រព័ន្ធជាមួយគ្នាមិនមែនទេបងប្រុសអ្នកសាហាវដល់ថ្នាក់សម្រាប់ខ្លួនឯងបានផងដើម្បីភាពងាយស្រួលក្នុងការបំពេញបេសកកម្មប្រព័ន្ធបានបង្កើតអត្តសញ្ញាណថ្មីសម្រាប់អ្នកផ្សេងប្រុសឥឡូវខ្ញុំឲ្យអ្នករយៈពេល3ថ្ងៃមិនអីចឹងទេអ្នកដោះស្រាយបញ្ហានេះឬក៏ខ្ញុំនឹងដោះស្រាយអ្នកឥឡូវនេះប្រព័ន្ធចង្រៃរៀបចំឲ្យខ្ញុំធ្វើអីគេអីចឹងមិនគួរណាប្រព័ន្ធបញ្ជូននិស្សិតស្រីដែលស្រស់ស្អាតដូចទេពអប្សរាដូចខ្ញុំមកទីនេះឲ្យធ្វើជាអ្នកបោះសម្អាតសោះបាទហេលេងខ្ញុំលេងនេះកំពុងធ្វើអ្វីនេះជាអ្នកហើយខ្ញុំសួរថាហេតុអ្វីឆេអ្នកនៅទីនេះខ្ញុំមកធ្វើការមានសម្លៀកបំពាក់បែបនេះលោកគិតថាខ្ញុំមកធ្វើអ្វីលោកនាយកសួស្ដីខ្ញុំគឺជេនអុងឆេក្រុមអាដាមម៉ងទីញោមតើអត្តសញ្ញាណរបស់អ្នកជាអ្វីឆេលោកសេបដើម្បីសម្អាតការិយាល័យរបស់ខ្ញុំយើងផ្ដល់ការដឹងគុណយ៉ាងច្រើនអរគុណលោកនាយកអ្នកនាងឆេគាត់បានស្គាល់នាងជាបុគ្គលិកនៃកន្លែងនេះប្រសិនបើនាងមិនបានធ្វើអ្វីខុសតើខ្ញុំអាចបញ្ឈប់នាងបានយ៉ាងម៉េចតើនេះគឺជារស្មីរបស់តួឯកអញ្ចឹងការយកឈ្នះជួចិនអានមិនមែនជាការងាយស្រួលដូចចាប់ពីដៃជំហានទី1គឺលបួងដោយសម្រស់កញ្ញាឲ្យនៅខ្មាស់អ៊ីនទៀតឬតែមកឈរឲ្យត្រង់មិនអាចទប់ចិត្តបានទៀតហើយកុំប្រើសម្លៀកបំពាក់ឬមុខដែលមិនស្របតាមបទបញ្ជាក្រុមហ៊ុនពីនៃគ្មានកំណត់ជំហានទី2គឺធ្វើពុតជាទុនខ្សោយដើម្បីដាស់នៅចិត្តអាណិតអាសូររបស់បុរសអីយ៉ាលោកប្រធានរបស់នេះខ្ពស់បន្តិចខ្ញុំមិនអាចយកដល់ទេលោកអាចជួយខ្ញុំបានទេអាយ៉ាលោកប្រធានខ្ញុំជឿក្នុងទ្រូងណាស់ខ្ញុំដកដង្ហើមមិនរួចទេគឺខ្ញុំមិនក៏លោកចុះនាងគិតថាជានរណាទៅគ្មាននរណាទេបើនាងមិនស្រួលខ្លួនទេសូមច្បាប់ឈប់សម្រាកហើយទៅជួបពេទ្យទៅខ្ញុំនឹងឲ្យអ្នកជំនួសនាងទៅសូមច្បាប់ទៅហើយខ្ញុំនឹងសូមច្បាប់ឲ្យក្រសួងពាណិជ្ជកម្មឲ្យអ្នកជំនួសនោះទៅជួបពេទ្យទៅកុំចេះតែធ្វើល្បិចអីលោកប្រធានលើកនេះហាក់ដូចជាពិតមែនហើយប្រព័ន្ធអីកើមបែបនេះធ្វើឲ្យខ្ញុំឈប់ធ្វើការហើយប៉ាម៉ាក់កូននឹកប៉ាម៉ាក់ណាស់ប្រហែលជាបើកូនលោតពីទីនេះទៅអ្វីនឹងអាចត្រឡប់ទៅចំណុចចាប់ផ្ដើមវិញហើយមិនបានទេនេះមិនអាចសន្សំបានទេលុយខ្ញុំមិនទាន់ចាយអស់ផងខ្ញុំនៅសល់ 9.9 យន្តក្នុងកណេខ្ញុំគ្រប់គ្រាន់សម្រាប់ទិញតែទឹកដោះគោតៃវ៉ាន់តាម mission បានហើយលើកនេះមិនមែនជាគម្រោង20លានទេលោកគិតថា 20,000 អាចបញ្ជូនខ្ញុំទៅបានប៉ុតពិសោធន៍ពាណិជ្ជកម្ម 5 សែនឯកសារសម្ងាត់បំផុតនៃគម្រោង CNJ ខ្ញុំនឹងផ្ដល់ឲ្យអ្នកដេភ្លាមចាប់វងផេងយកទៅធ្វើនីតិវិធីតុលាការបាទលើកនេះខ្ញុំតំណាងឲ្យក្រុមហ៊ុនអរគុណអ្នកប្រាប់មកចង់បានរង្វាន់អ្វីខ្ញុំជាមនុស្សដែលប្រកបនិយមដាវូទេប្រាក់រង្វាន់ 10,000 ឲ្យបុគ្គលិកឆេទៅចៅវាយចិត្តធរទៅមុខខ្ញុំនឹងចាត់ការបាយឲ្យអ្នកនេះខ្មាស់គេណាស់នៅក្បែរនោះមានហាងមួយខ្ញុំក៏មិនអាក្រក់ដែរសាក់មើលខ្ញុំទេក្រពះរបស់ខ្ញុំដែលធំដឹងក្តីនៅទីនេះមិនអាចញ៉ាំរបស់ថ្លៃទាំងនោះបានទេដោយសារតែលោកចង់បួខ្ញុំញ៉ាំបាយអញ្ចឹងអ្វីដែលត្រូវញ៉ាំគឺប្រកាសជាខ្ញុំជាអ្នកជ្រើសរើសហើយហាងសុកនេះល្បីណាស់មកលោកប្រធានអ្នកកុំងហូបមុនទៅមុខម្ហូបពិសេសនេះមួយយកមួយឈុតមកបានហើយទេអ្នកនេះដូចពួកអ្នកមានថ្មីចឹងឥឡូវនេះរាល់ការទិញជាក្រុមសម្រាប់អាហារនិងភេសជ្ជៈតែមានបញ្ចុះតម្លៃពី50ឡើងទៅសម្រាប់ការរស់នៅគួរតែរីករាយនៅពេលដែលគួររីករាយហើយចំណាយនៅពេលដែលគួរចំណាយអ្នកធ្វើទៅលោកប្រធានចេះហើយមែនទេមកខ្ញុំបង្រៀនលោកបើកម្មវិធី Mission រួចជ្រើសរើសកញ្ចប់ម្ហូបដែលយើងចង់ញ៉ាំជាងគេនៅត្រង់កន្លែងទិញជាក្រុមបន្ទាប់មកបង់ប្រាក់ហើយប្រគល់ឲ្យអ្នករត់ដើម្បីឲ្យពួកគេជួយបដូរបានហើយដាក់ពូគោមួយចុះ7វិនាទីអាចញ៉ាំបានហើយលាយជាមួយម្ទេសហេរ៉ាទិកនិងខ្ទឹមបុកគឺថាឆ្ងាញ់ពេកហើយខូចហើយចិត្តលេងអីទៀតហើយឈប់មើលទៅអ្នកមើលខ្ញុំយ៉ាងនេះមុខខ្ញុំសឹងតែធ្លាក់ចូលឆ្នាំងហើយខ្ញុំមិនមែនស្រួលចិត្តពេកទៅជាច្របូកច្របល់បែបនេះទេ
បន្ថែមប៉ុន្មានពិន្ទុទៀតមកឲ្យមនុស្សម្នាក់នេះប្រហែលជាមានអារម្មណ៍ចូលចិត្តការធ្វើបាបខ្លួនឯងហើយមើលទៅមកឯងផឹកទឹកក្រូចទៅមានតែក្មេងទេដែលផឹករបស់បែបនេះនិងរបស់បែបនេះមួយពិន្ទុបូកមួយនេះគឺជាបឹកនៃតម្លៃទម្ងន់របស់ខ្សែមាត់ឬ